កងទ័ពអាកាសរបស់អ៊ុយក្រែនបានវាយបំបាយខែលការពារដែនការរបស់រុស្ស៊ីដោយការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រស៊ូ34មួយគ្រឿងទៀតនៅក្នុងសមរភូមិជមុខកងទ័ពរបស់អ៊ុយក្រែនបានប្រកាសអំពីភាពជោគជ័យថ្មីមួយទៀតនៅក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកប្រភេទស៊ូ34របស់កងទ័ពរុស្ស៊ីយន្តហោះប្រភេទស៊ូ34នេះត្រូវបានចាត់ទុកថាជាអាវុធយុទ្ធសាស្ត្រនិងជាឆ្អឹងខ្នងដ៏សំខាន់របស់វិមានកម្លាំងក្នុងការបើកការវាយប្រហារតាមផ្លូវអាកាសមកលើទីក្រុងនិងបន្ទាយការពារនានារបស់អ៊ុយក្រែនទោះជាយ៉ាងណាក៏ដោយគិតមកទល់នៅពេលនេះព័ត៌មានលម្អិតអំពីកលៈទេសៈពិតប្រាកដនិងទីតាំងភូមិសាស្ត្រដែលយន្តហោះនេះត្រូវបានបាញ់ធ្លាក់នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយនោះទេយ៉ាងណាមិញការបាត់បង់នៅយន្តហោះចម្បាំងប្រភេទនេះវាគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ឥទ្ធិពលផ្លូវអាកាសរបស់រុស្ស៊ីស៊ូ34គឺជាប្រភេទយន្តហោះចម្បាំងផ្ទុកអាវុធធន់ធ្ងន់ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ជាមួយការទម្លាក់គ្រាប់បែករអិលអាវុធប្រភេទនេះអនុញ្ញាតឲ្យពីលុតរបស់រុស្ស៊ីអាចទម្លាក់គ្រាប់បែកកំទេចគោលដៅពីចម្ងាយដោយមិនចាំបាច់ហោះចូលទៅក្នុងតំបន់គ្រោះថ្នាក់នៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននៅឡើយអ្នកវិភាគយោធាបានកត់សម្គាល់ថាការបាត់បង់យន្តហោះស៊ូ34មួយគ្រឿងនេះមិនត្រឹមតែជាការខាតបង់សម្ភារៈយោធាដែលមានតម្លៃថ្លៃនិងមានបច្ចេកវិទ្យាស្មុគស្មាញបំផុតរបស់រុស្ស៊ីប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបាត់បង់ធនធានពីលុតដែលមានបទពិសោធន៍ខ្ពស់ដែលទាមទារនៅពេលវេលាវឹកវរជាប្រចាំឆ្នាំតាមការប៉ាន់ស្មានរុស្ស៊ីបានបាត់បង់យន្តហោះប្រភេទស៊ូ34ចន្លោះពី35ទៅ40គ្រឿងហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមកស្របពេលជាមួយគ្នានេះស្ថានភាពនៅសមរភូមិដីគោក៏កំពុងតែមានការប្រជែងគ្នាយ៉ាងខ្លាំងផ្នែកព័ត៌មានប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin បានប្រកាសជាសាធារណៈថាកងកម្លាំងរុស្ស៊ីបានវាយដណ្ដើមយកគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ Kostyantynivka ទាំងស្រុងហើយប៉ុន្តែការអះអាងនេះត្រូវបានបដិសេធភ្លាមៗពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងអគ្គស្នងការនៃកងទ័ពអ៊ុយក្រែនដោយហៅវាជាការភូតកុហកដើម្បីកេងចំណេញផ្នែកនយោបាយនិងដើម្បីបង្កើតឥទ្ធិពលទៅលើប្រទេសលោកខាងលិចបើយោងទៅតាមទិន្នន័យពីវិទ្យាស្ថានសម្រាប់ការសិក្សាស្រាវជ្រាវសង្គ្រាម IFW កងទ័ពរុស្ស៊ីគ្រាន់តែជ្រៀតចូលនិងគ្រប់គ្រងផ្នែកខ្លះនៃទីក្រុងប្រហែល 37% តែប៉ុណ្ណោះដោយបច្ចុប្បន្នទីក្រុងនេះបានប្រែក្លាយទៅជាតំបន់សម្លាប់ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដោយប្រើប្រាស់ជាមួយដ្រូនបើទោះបីជាកងទ័ពរុស្ស៊ីនៅតែបន្តព្យាយាមទៅមុខប៉ុន្តែទិន្នន័យចុងក្រោយបានបង្ហាញថាល្បឿននៃការវាយលុករបស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែមិថុនាឆ្នាំ2026កន្លងទៅនេះរុស្ស៊ីដណ្ដើមបានផ្ទៃដីត្រឹមតែជាង30គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះនៅតាមបណ្ដោយតំបន់ជមុខតួលេខនេះបានបង្ហាញអំពីការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងសមរភូមិដូចគ្នាកាលពីឆ្នាំ2025ដែលកាលនោះរុស្ស៊ីបានវាយដណ្ដើមយកបានរហូតដល់ទៅ481គីឡូម៉ែត្រការ៉េដែលនេះមានន័យថាល្បឿននៃការជឿនលឿនទៅមុខរបស់កងទ័ពរុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹមប្រហែល 1/16 តែប៉ុណ្ណោះនៃល្បឿនកាលពីឆ្នាំមុនខណៈពេលដែលអត្រានៃការខាតបង់កម្លាំងទ័ពនិងសម្ភារៈយោធាកាន់តែបន្តកើនឡើងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គ្រោងនឹងផ្លាស់ប្តូរការទូតចំពីមានវិបត្តិនៃប្រព័ន្ធការពារដែនអាកាសបើយោងទៅតាមអ្វីដែលជាសេចក្តីរាយការណ៍នាពេលថ្មីនេះប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថាលោកកំពុងរៀបចំផ្លាស់ប្តូរចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់អ៊ុយក្រែនដើម្បីពន្លឿនការដឹកជញ្ជូនអាវុធពីសម្ព័ន្ធមិត្តខណៈពេលដែលស្តុកមីស៊ីលការពារដែនអាកាស Patriot របស់អ៊ុយក្រែនបានអស់ទៅហើយលោក Zelensky បានមានប្រសាសន៍នៅក្នុងសន្ទរកថាពេលល្ងាចរបស់លោកថាយើងត្រូវការគុណភាពថ្មីនៃការចូលរួមជាមួយនឹងដៃគូរបស់អ៊ុយក្រែនដើម្បីធានាបាននូវការអនុវត្តកិច្ចព្រមព្រៀងរបស់យើងទៅលើការផ្គត់ផ្គង់អាវុធកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្នុងកម្រិតថ្នាក់ដឹកនាំត្រូវតែអនុវត្តឲ្យបានលឿននិងពេញលេញជាងមុនការអធិប្បាយទាំងនេះបានកើតឡើងខណៈពេលដែលស្តុកគ្រាប់រំសាយប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិករបស់ទីក្រុងគីវដែលជាប្រព័ន្ធការពារដែនអាកាសតែមួយគត់ដែលវាមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលផ្លោងរបស់រុស្ស៊ីបានរីងស្ងួតអស់និងធ្វើឲ្យសង្កាត់ស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ងាយរងគ្រោះចំពេលដែលមានការវាយប្រហារយ៉ាងខ្លាំងពីរុស្ស៊ីលោក Zelensky បាននិយាយថាការផ្លាស់ប្ដូរដែលមិនបានបញ្ជាក់ច្បាស់លាស់ចំពោះអង្គភាពផ្នែកការទូតរបស់អ៊ុយក្រែននឹងមានគោលបំណងជំរុញការផលិតមីស៊ីល Patriot ដែលមានអាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានអនុម័តគំនិតព្រួយផ្ដើមនេះនៅឯកិច្ចប្រជុំកំពូល NATO កាលពីថ្ងៃទី8ខែកក្កដាលោកប្រធានាធិបតីបានបន្ថែមថាការផ្លាស់ប្ដូរទាំងនេះក៏នឹងផ្ដោតទៅលើការធានាយ៉ាងឆាប់រហ័សនៅជំនួយការពីជាតិចំនួន$80,000 លានសម្រាប់ឆ្នាំ2026ក៏ដូចជាការធ្វើការទៅលើប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងដែលផលិតនៅក្នុងស្រុកសម្រាប់អឺរ៉ុបផងដែរលោកប្រធានាធិបតីមិនបានធ្វើអត្ថាធិប្បាយទៅលើមន្ត្រីណាខ្លះដែលនឹងជាផ្នែកមួយនៃការរុះរើឬមុខតំណែងអ្វីខ្លះដែលនឹងរងផលប៉ះពាល់នោះទេទំហំនៃការរុះរើដែលរំពឹងទុកនៅមិនទាន់ច្បាស់លាស់ភ្លាមនោះដែរយ៉ាងណាមិញប្រទេសអ៊ុយក្រែនបានប្រកាសអាសន្នអំពីកង្វះខាតប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយប៉ុន្តែវិបត្តិនេះបានឈានទៅដល់កម្រិតកំពូលក្នុង
អំឡុងពេលនៃការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមូលបករបស់រុស្ស៊ីប្រឆាំងនឹងទីក្រុងគៀវនិងតំបន់ជុំវិញនាថ្ងៃទី6 ខែកក្កដាដោយមិនមានប្រព័ន្ធស្ទាក់ចាប់ផាកស្រីបំរុងអ៊ុយក្រែនមិនអាចបញ្ឈប់មីស៊ីលបាល់លីស្ទីកចំនួន23គ្រាប់និងមីស៊ីល Zyklon លឿនលឿនជាងសម្លេងចំនួន6គ្រាប់ដែលរុស្ស៊ីបានបាញ់ប្រឆាំងទៅនឹងរដ្ឋធានីនេះនោះទេការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់26នាក់និងធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ផ្សេងទៀតបានរងរបួសការវាយប្រហារមកលើរដ្ឋធានីកាលពីយប់ថ្ងៃទី11 ខែកក្កដាបានធ្វើឲ្យមនុស្ស12នាក់ផ្សេងទៀតបានរងរបួសយ៉ាងណាមិញលោក Zelensky បាននិយាយកាលពីថ្ងៃទី9 ខែកក្កដាថាអ៊ុយក្រែនរំពឹងថានឹងទទួលបានកញ្ចប់ជំនួយពីសហរដ្ឋអាមេរិកក្នុងរយៈពេលប្រមាណថ្ងៃខាងមុខបើទោះបីជាលោកមិនបានបញ្ជាក់ថាវានឹងមានអ្វីខ្លះក៏ដោយកម្លាំងប្រព័ន្ធគ្មានមនោបល់របស់អ៊ុយក្រែនបានវាយប្រហារទៅលើនាវារបស់រុស្ស៊ីចំនួន90គ្រឿងក្នុងរយៈពេលពេញមួយសប្តាហ៍កន្លងមកនេះប្រតិបត្តិនៃកងកម្លាំងប្រព័ន្ធគ្មានមនោបល់របស់អ៊ុយក្រែនបានវាយប្រហារទៅលើនាវារុស្ស៊ីចំនួន90គ្រឿងនៅក្នុងសមុទ្រអេហ្សូនៅចន្លោះថ្ងៃទី6ដល់ថ្ងៃទី12ខែកក្កដាឆ្នាំ2026លោក Robert Medvedev ដែលជាមេបញ្ជាការនៃកងកម្លាំងគ្មានមនោបល់បានរាយការណ៍អំពីតួលេខនេះនៅលើបណ្ដាញសង្គមនាថ្ងៃអាទិត្យលោក Brofdy បានសរសេរថា14គ្រឿងក្នុងរយៈពេលពេញមួយយប់ខណៈពេលដែលនាវាចំនួន90គ្រឿងនៅក្នុងរយៈពេលមួយសប្តាហ៍ដែលលោកបានបន្ថែមថាប្រតិបត្តិគោលយន្តហោះគ្មានមន្តបើករបស់កងកម្លាំងប្រព័ន្ធគ្មានមន្តបើកអ៊ុយក្រែនបានវាយប្រហារគោលដៅមួយដែលរួមមាននាវាដឹកប្រេងទូកសណ្ដោងសាឡាងឬនាវាដឹកទំនិញស្ងួតជាមធ្យមនៃការវាយប្រហារម្ដងចន្លោះ112នាទីម្ដងក្នុងរយៈពេល7ថ្ងៃកន្លងមកនេះយ៉ាងណាមិញអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនក៏បានចេញនូវរបាយការណ៍មួយដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការនេះហើយបើយោងទៅតាមអគ្គសេនាធិការនៃកងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើនាវាដឹកប្រេងចំនួន10គ្រឿងនិងសាឡាងចំនួន4នៅក្នុងសមុទ្រអេហ្សូនៅយប់ថ្ងៃទី12ខែកក្កដាយោធាបាននិយាយថានាវាដឹកប្រេងទាំងនោះត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេងនិងផលិតផលប្រេងកាតរបស់រុស្ស៊ីដើម្បីគេចចេញពីទណ្ឌកម្មអន្តរជាតិខណៈពេលដែលសាឡាងទាំងនោះនឹងជួយសម្រួលទៅដល់ភស្តុភារយោធានិងការដឹកជញ្ជូនទំនិញសម្រាប់កងទ័ពរុស្ស៊ីមន្ត្រីរបស់រុស្ស៊ីបានបញ្ជាក់អំពីឧបទ្ទវហេតុនៅក្នុងតំបន់លោក Yuri Slyusa អភិបាលតំបន់ Rostov បានរាយការណ៍ថាយន្តហោះគ្មានមន្តបើកមួយគ្រឿងបានវាយប្រហារទៅលើនាវាដឹកប្រេងនៅក្នុងព្រែក Donezov ហើយអភិបាលតំបន់បាននិយាយថានាវានោះនៅទទេស្អាតខណៈពេលអគ្គិភ័យដែលបណ្ដាលមកពីការចាប់ឆេះគឺកើតឡើងនៅនឹងកន្លែងដែលគ្មានអ្នកស្លាប់និងអ្នករបួសនោះទេលោកបានបញ្ជាក់ថាប្រព័ន្ធកាពេដនការរបស់រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមន្តបើកចំនួន20គ្រឿងក្នុងតំបន់ Rostovប្រតិបត្តិការដែនសមុទ្រនេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហារមុនដែលកំណត់គោលដៅទៅលើកូននាវាស្រមោលរបស់រុស្ស៊ីនៅថ្ងៃទី9 ខែកក្កដាកន្លងទៅលោក Slyusa ក៏បានរាយការណ៍ថាកប៉ាល់ដឹកប្រេង2គ្រឿងបានរងការខូចខាតដោយយន្តហោះគ្មានមន្តបើកនៅក្នុងឈូងសមុទ្រ Taganrog នៅមុននេះអគ្គសេនាធិការនៃកងកម្លាំងអ៊ុយក្រែនក៏បានរាយការណ៍អំពីការបំផ្លាញកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីចំនួន12គ្រឿងនៅក្នុងតំបន់សមុទ្រអេហ្សូកាលពីដើមរដូវក្តៅកងកម្លាំងសហរដ្ឋអាមេរិកបានរាយការណ៍អំពីការវាយប្រហារទៅលើកប៉ាល់ចំនួន13គ្រឿងរួមទាំងកប៉ាល់ដឹកប្រេងចំនួន10គ្រឿងនៅជិតតំបន់គ្រីមៀដែលត្រូវកាន់កាប់ផងដែរការវាយប្រហារនៅតាមសមុទ្រទាំងនេះបានកើតឡើងស្របពេលជាមួយនឹងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលដីគោករបស់រុស្ស៊ីអគ្គសេនាធិការបានរាយការណ៍ថាកងកម្លាំងការពារជាតិអ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Zeren ក្នុងតំបន់ Samara របស់រុស្ស៊ីនាថ្ងៃទី11ខែកក្កដានិងរហូតដល់ព្រឹកថ្ងៃទី12ខែកក្កដាការផ្ទុះនឹងអគ្គិភ័យត្រូវបានកត់ត្រាទុកនៅឯរោងចក្រ Zeren ខណៈពេលអគ្គសេនាធិការក៏បានកត់សម្គាល់ថារោងចក្រ Zeren គឺជាសហគ្រាសកែច្នៃប្រេងដែលមានសមត្ថភាពផលិតប្រេងបានប្រមាណ 8.5 លានតោននៅក្នុងមួយឆ្នាំដែលផលិតសាំងម៉ាស៊ូតនិងប្រេងឥន្ធនៈម៉ាស៊ូតដែលប្រើសម្រាប់ផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី